អូនអរគ្នាទូរទស្សន៍បាទកូរ៉េខាងត្បូងបាទគេបានចុះផ្សាយបាទពីប្រតិកម្មជាតិរបស់យើងថាជាទឹកដីជាជំរកអក្រិតជនឆបោក scammer សម្រាប់ជនជាតិចិនបាទជាច្រើនដែរបាទមកធ្វើឆបោកនៅលើទឹកដីបានប្រជារបស់យើងហើយគេបានហាម5ប្រជាពលរដ្ឋបាទខាងកូរ៉េអត់ឲ្យចូលមកបាទទឹកដីប្រតិកម្មជាតិទេគឺជាកន្លែងគ្រោះថ្នាក់កន្លែងឆបោកចាប់ចម្រិតផ្សេងៗដោយសារតែមាននិស្សិតកូរ៉េបាទអាយុ22ឆ្នាំបាទបានចូលមកទឹកដីប្រតិកម្មជាតិបន្ទាប់មកក៏បានដំណឹងថាបាទដោយពួកជនជាតិបាទចិនបានចាប់បាទចម្រិតហើយក៏បាទបង្ខាំងបាទឲ្យធ្វើបាទជា scammer បាទជាជនឆបោកប្រាស់ដែរគាត់ធ្វើតាមទៅហើយគេធ្វើទរណកម្មបាទឲ្យបឺតគ្រឿងញៀនក៏ដូចជាវាយដំរាងកាយរហូតដល់គាត់បាទកាំងបេះដូងស្លាប់ហើយមានស្នាមជាំឬក៏បាទទរណកម្មបាទខុសខើមែនទែនហើយដល់ថ្នាក់ស្លាប់បាទព័ត៌មានទាំងអស់ហ្នឹងបាទពិតជាសាយភាយទូទាំងពិភពលោកគេបានដឹងហើយឈ្មោះប្រទេសកម្ពុជាយើងបាទខ្ញុំពិតជាសោកស្ដាយក៏ដូចជាបាទជឿចាប់បំផុតដែរបាទឈ្មោះប្រទេសកម្ពុជារបស់យើងលេចលើឈ្មោះពេញសារព័ត៌មានទូទាំងពិភពលោកថាជាប្រទេសដែលអក្រិតជនជាប្រទេសដែលបាទកន្លែងពួកជនឆបបោកបាទខូចឈ្មោះបាទប្រទេសជាតិយើងទាំងមូលហើយចំពោះភ្ញៀវទេសចរបាទគេកោតខ្លាចគ្រប់គ្នាហើយចំពោះនៅតាមកន្លែងបាទភ្លានយន្តហោះនីមួយៗវិញគឺគេបានដាក់ផ្លាកបំរាមស្រាប់គឺបើសិនជាចូលមកប្រទេសកម្ពុជាគឺជាកន្លែងបាទជាប្រទេសដែលគ្រោះថ្នាក់គេដាក់ក្រហមបាទសង្ឃថាពាក់កណ្ដាលប្រទេសហើយជាកន្លែងដែលមានហានិភ័យបាទហើយជនជាតិកូរ៉េដែលស្លាប់នោះគាត់គឺជានិស្សិតអាយុ22ឆ្នាំហើយគេរកឃើញសាកសពរបស់គាត់ស្លាប់គេយកទៅចោលខេត្តកំពតបាទហើយបងប្អូនគួរតែយល់ហើយកន្លែងហ្នឹងបាទជាព័ត៌មានអាប់អោនកិត្តិយសបាទអូនគេឈ្មោះប្រទេសជាតិរបស់យើងមែនទែនដែលធ្លាប់តែនិយាយថាជាប្រទេសដែនដីសវណ្ណភូមិជាប្រទេសប្រជាជាតិអច្ឆរិយៈប៉ុន្តែនៅពេលនេះគឺគេមើលងាយហើយសូម្បីតែពលករបាននៅឯប្រទេសកូរ៉េបាទគេមើលងាយគេរើសអើងដែរដោយសារតែគេដឹងថាយើងជាខ្មែរអីព្រោះថាខ្ញុំធ្លាប់បាទទៅប្រទេសគេផ្សេងៗដែរគេឮថាពាក្យថាខ្មែរគឺគេសង្ឃថាគេអត់និយាយរឬក៏គេវាទឹកមុខគេគឺគេមិនសប្បាយចិត្តជាមួយនឹងពូជសាសន៍របស់យើងណាដូច្នេះហើយបាទវាពិតជាសោកស្ដាយមែនទែនហើយចំពោះក្រិតជនឆបោកនេះបាទវាអាចថាមិនមែនជាលើកទី1ទេវាមានបង្កប់នៅយូរហើយគាត់ថាខាងប្រទេសកម្ពុជារបស់យើងអត់ទាន់ដោះស្រាយបានចប់សពគ្រប់ដូច្នេះហើយបាទក្នុងការបាទធ្វើឲ្យបាទល្អប្រសើរឡើងវិញយើងមានតែទប់ស្កាត់បាទព្យាយាមទប់ស្កាត់ចំពោះឯខាងកូរ៉េវិញគឺគេបានផ្សព្វផ្សាយថាគេក៏បានរកឃើញជនជាតិកូរ៉េបាទប្រហែលជាចិត្ត50នាក់ឬ50ជាងអ្នកដែរដែលកូរ៉េបានមកនៅប្រទេសកម្ពុជាដែលវាក៏ធ្វើជាបាទអ្នកបោកប្រាស់ហើយក៏បាទតាក់ទងឲ្យប្រជាជនកូរ៉េបោកប្រាស់ជនជាតិកូរ៉េមកប្រទេសខ្មែរដូច្នេះហើយរដ្ឋាភិបាលប្រទេសកូរ៉េហ្នឹងគឺស្នើឲ្យប្រទេសរដ្ឋាភិបាលក្នុងប្រទេសកម្ពុជារបស់យើងចាត់វិធានការជួយបញ្ជូនជនជាតិកូរ៉េពួកហ្នឹងឲ្យទៅកូរ៉េវិញប៉ុន្តែពួកជនជាតិកូរ៉េពួកហ្នឹងគឺវាអត់ព្រមទៅវិញទេគឺវាគិតថាបើវាទៅវិញគឺច្បាប់ខាងកូរ៉េគឺតឹងរឹងគឺវាអត់អាចរួចខ្លួនអញ្ចឹងវាអត់ព្រមទៅវិញទេប៉ុន្តែខាងជនជាតិកូរ៉េគេទូទៅកូរ៉េព័ត៌មានកូរ៉េគេបានផ្សព្វផ្សាយថាគេចង់បញ្ជូនបាទគេស្នើសុំឲ្យយើងបញ្ជូនជនជាតិកូរ៉េដែលនៅខ្មែរឲ្យទៅគេវិញប៉ុន្តែខាងខ្មែរគេថានិយាយថាខាងប្រទេសកម្ពុជាយើងបដិសេធដោយសារតែគេមានលក្ខខណ្ឌខាងប្រទេសកម្ពុជាយើងទាល់តែបញ្ជូនបាទដូចអាចារ្យហ្វីដែលវានៅប្រទេសកូរ៉េដែលបានខាងខ្មែរយើងគឺចង់បានអាចារ្យហ្វីហ្នឹងបញ្ជូនមកខ្មែរវិញបានខ្មែរយើងធ្វើការបញ្ជូនជាកូរ៉េអញ្ចឹងវាលក្ខណៈហាក់ដូចជាមានសម្ពាធដូចជាការដោះដូរវិញមួយប៉ុន្តែបច្ចេកអាចារ្យហ្វីនៅប្រទេសកូរ៉េគេអត់បានធ្វើអីគេមានលិខិតឆ្លងដែនត្រឹមត្រូវគេជាពលករត្រឹមត្រូវគេអត់បានធ្វើអីខុសច្បាប់បាទឆបោកអីទេបោកប្រាស់ទេដូច្នេះហើយបាទរឿងនេះបាទវាមិនអាចបាទនៅតែប៉ុណ្្នឹងទេព្រោះលើថាខាងអាមេរិកហ្នឹងគឺគេបានបាទបង្កកលុយជាច្រើនដូចជាបាទច្រើនលានដុល្លារបាទខាងបាទក្រុមពួកឆបោកហ្នឹងហើយអាមេរិកគេនឹងបានដាក់ភ្នាក់ងារស៊ើបអង្កេតបាទចុះមកនៅស៊ើបអង្កេតនៅក្នុងខ្មែរយើងផងទៀតដែរដូច្នេះហើយវាជារឿងបាទពិតជាអន់កិត្តិយសឬជារឿងអកុសលមែនទែនចំពោះប្រទេសកម្ពុជារបស់យើងហើយក៏ដូចជាប្រជាជនជាតិសាសន៍ប្រជាជនខ្មែរសើត្រង់ដែលគាត់អត់បានដឹងអីសោះអត់បានធ្វើអីសោះប៉ុន្តែបាទមានឈ្មោះថាជាប្រជាជនខ្មែរដែលចេញទៅធ្វើការនៅប្រទេសគេមិនថាតែប្រទេសកូរ៉េទេប្រទេសផ្សេងៗដែលគេដឹងថាយើងជាខ្មែរគឺយើងហាក់ដូចជាបាទអត់មានតម្លៃអញ្ចឹងគេថាយើងចេញពីប្រទេសដែលទឹកដីអក្រិតជនចាប់ចម្រិតបោកប្រាស់អញ្ចឹងវាខូចកេរ្តិ៍ឈ្មោះហើយវាប៉ះពាល់ដល់វិស័យទេសចរខ្លាំងមែនទែនព្រោះជាប្រទេសដែលបាទគ្រោះថ្នាក់ជាប្រទេសដែលអក្រិតជនដូច្នេះហើយខ្ញុំសោកស្ដាយហើយក៏ឈឺចាប់ផងដែរក្នុងនាមជាកូនខ្មែរមួយរូបបាទដែលប្រទេសរបស់យើងបាទមានឈ្មោះមិនល្អបាទយើងគួរតែបាទ
ចាត់វិធានការដើម្បីបាទកុំឲ្យមានបាទ scammer ក៏ដូចជាជនឆបបោកបាននៅលើទឹកដីរបស់ប្រជាជាតិកម្ពុជារបស់យើងទៀតបាទបើស្ហាយនៅតែអញ្ចឹងទេគឺយើងអត់មានភ្ញៀវទេសចរគេហ៊ានមកលេងទេបងប្អូនគេខ្លាចគ្រប់គ្នាព្រោះសារព័ត៌មានវាបានបែកសាច់បាទពេញពិភពលោកទៅហើយបាទជាពិសេសហ្នឹងប្រទេសជិតខាងរបស់យើងតែលេពីហ្នឹងគេបានយកទៅនិយាយផុសផុលមែនតើទាំងសារព័ត៌មានគេទាំងបណ្ដាញសង្គមសសររបស់គេបានវាយប្រហារបានលៀបពណ៌ក៏ដូចជានិយាយអាក្រក់ពីប្រទេសកម្ពុជារបស់យើងខ្លាំងមែនតើដូច្នេះហើយមានតែសំណុំពរបាទដល់ថ្នាក់ដឹកនាំបាទជាន់ខ្ពស់បាទសូមជួយបាទគិតគូរឬក៏បាទជួយបាទឲ្យប្រទេសកម្ពុជារបស់យើងបានមានកេរ្តិ៍ឈ្មោះល្អប្រសើរឡើងវិញផងបាទខ្ញុំមានតែចូលរួមរំលែកទុកដល់គ្រួសារសពជនជាតិកូរ៉េដែលអាយុ22ឆ្នាំហ្នឹងដែលគាត់បានស្លាប់នៅក្នុងទឹកដីប្រទេសកម្ពុជាបាទមានតែចូលរួមសោកស្ដាយហើយនឹងបាទពិតជាឈឺចាប់ដែរបាទគាត់ស្លាប់បាត់បង់ជីវិតនៅប្រទេសកម្ពុជារបស់យើងតែពិតគ្នាជានិស្សិតទេហើយពេលបិទធើមបាទរយៈពេល3 ខែទៅគ្នាក៏មកលេងប្រទេសកម្ពុជាតែមិននឹកស្មានថាមកស្លាប់នៅក្នុងប្រទេសកម្ពុជារបស់យើងអញ្ចឹងមានតែបាទសូមបាទចូលរួមរំលែកទុកដល់គ្រួសារសពជនជាតិកូរ៉េផងបាទហើយបងប្អូនខ្ញុំនិយាយបើសិនជាមានចំណុចខុសឆ្គងបើលួត្រង់ណាក៏សូមខន្តីអភ័យទោសផងបាទប៉ុណ្ណឹង